សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបន្តនៅធ្វើ fasting ត្រង់ដែរទេអ្នកទាំងអស់គ្នាឃើញ highlight ខ្ញុំឆាម្រះហ្នឹងចង់នឹងខ្ញុំធ្វើអីមែនអត់បើចង់នឹងខ្ញុំធ្វើអីចាំតាមដានវីដេអូខ្ញុំដល់ពាក់កណ្ដាលដឹងហើយនេះគីឡូរបស់ខ្ញុំឥឡូវហ្នឹងខ្ញុំមានអារម្មណ៍ថាចេះពេលដែលយើងចិត្តដល់គោលដៅនៅខ្វះតែ4គីឡូហ្នឹងមានអារម្មណ៍ថាវាតឹងអ្នកទាំងអស់គ្នាខ្ញុំតឹងមែនតើតែពេលបានឈិតម្ដងឡើងដូចគេសពអញ្ចឹងហើយនៅក្បាលវីដេអូអ្នកនរគ្នាឃើញ highlight ឆាម្រះហ្នឹងអត់មានធ្វើអីទេអ្នកនរគ្នាដូចខ្ញុំបានប្រាប់ពីម្សិលមិញខ្ញុំនឹងញ៉ាំពងទារយៈពេលខ្ញុំដល់ថ្ងៃខ្ញុំបើកលុយគឺខ្ញុំជៀនពងទាមួយម្រះហើយខ្ញុំយកម្រះទៅឆាហ្នឹងដោយសារតែខ្ញុំចង់ជៀនវាហ្នឹងបើសិនជាយើងជៀនទាំងវានៅស្រស់វាអាចនឹងបដាលឲ្យអត់អាម្រះហ្នឹងវាអត់ឆ្អិនអញ្ចឹងវាអាចនឹងបដាលឲ្យពងទាយើងខ្លោចខ្ញុំតែចេះជៀនលើកនេះលើកដំបូងនេះរហូតដល់ខ្ញុំជៀនខ្លោចរហូតខ្ញុំតែឃើញតិចនិចបងគាត់ចែកម្លែកនៅក្នុង TikTok តែខាយកម្រះនឹងយកទៅឆាទៅឲ្យវារីងឆ្អិនទៅដល់ពេលយើងជៀនទៅពងទាយើងអត់ខ្លោចហើយម្រះយើងក៏ឆ្អិនឆ្ងាញ់ហើយខ្ញុំមិនមានតែពងទាជៀនម្រះអ្នកនរគ្នាខ្ញុំមានជៀនមួយស្ពៃក្តោបដែរបានបន្លែហើយនេះអ្នកនរគ្នារៀងខ្ញុំមើលខ្លួនឯងពេលខ្ញុំថតនេះឃើញខ្ពស់អ្នកនរគ្នាពេលដែលខ្ញុំមើលកញ្ចក់អីខ្ញុំឃើញគាត់អត់សូវខ្ពស់ទេដោយសារតែយើងរៀងមានសាច់អញ្ចឹងខ្ញុំចាប់អារម្មណ៍ថាឃើញខ្លួនឯងអត់សូវខ្ពស់តាមពិតជាស្ដែងយើងដឹងខ្លួនយើងវាខ្ពស់ហើយកម្ពស់យើងគឺវាខ្ពស់តែយើងមើលខ្លួនឯងមកវាអត់សូវខ្ពស់អូនិយាយចុះនិយាយឡើងចង់វល់ខ្លួនឯងនេះហើយថ្ងៃនេះខ្ញុំអាហារទី2របស់ខ្ញុំមិនទៅហាត់ប្រាណខ្ញុំមានផ្លែឈើប៉ុណ្ណឹងថ្ងៃនេះបានបឺរៀងទុំឆ្ងាញ់ហើយមួយល្ហុងហើយខ្ញុំមកដល់កន្លែងហាត់ប្រាណខ្ញុំហាត់ប្រាណធម្មតាតែថ្ងៃនេះបានថតវីដេអូទេអ្នកនរគ្នាអត់សូវបានថតព្រោះឡើងតែយើង focus លើហាត់ប្រាណបើថតវីដេអូអីចឹងទៅវាអាចនឹងដាច់ផងហើយថ្ងៃនេះវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរអរគុណអ្នកទាំងអស់គ្នាបាយបាយ